សួស្តីបងប្អូនអរគ្នាថ្ងៃនេះខ្ញុំមកឆែក motor ជ្រុញទឹកឲ្យភ្ញៀវ brand Mitsubishi ដោយសារ motor ហ្នឹងវាអត់ដំណើរការអញ្ចឹងខ្ញុំចាប់ផ្ដើមដោះគម្រប board ដើម្បី check មើល board អញ្ចឹងសម្រាប់គម្រប board វាមានខ្ចៅ2គ្រាប់អញ្ចឹងយើងដោះខ្ចៅហើយយើងបើកគម្របមកយើងនឹងឃើញ board នៅខាងក្នុងតើតើនឹង board វាមានខ្សែ3សរសៃទី1ខ្សែម៉ាស់ទី2ភ្លើងចូលហើយនិងភ្លើងចេញមក motor អញ្ចឹងសម្រាប់ board control ហ្នឹងវាភ្ជាប់ជាមួយនឹងប៉ោលព្រោះនៅខាងស្ដាំដៃរបស់ខ្ញុំខាងក្រោមគឺយើងមានប៉ោលសម្ពាធឬក៏អ្នកខ្លះក៏ហៅ relay សម្ពាធក៏បានឬក៏បើភាសាបច្ចេកទេស pressure switch automatic ប៉ុន្តែយើងហៅជាភាសាខ្មែរដើម្បីស្រួលស្ដាប់ហើយវាសាមញ្ញផងបន្ទាប់មកខ្ញុំក៏បានដោះឆែកកង់ដង់ថាតើកង់ដង់វាគ្រប់មីក្រូអត់ជាទូទៅសម្រាប់គុណភាពកង់ដង់បូកដក 10% មានន័យថានៅពេលដែលវាធ្លាក់គុណភាព 10% ក៏យើងអាចនៅប្រើបានព្រោះសម្រាប់ motor នៅពេលដែលកង់ដង់ធ្លាក់ខ្សោយអាហ្នឹងក៏អាចធ្វើឲ្យ motor យើងឆាប់ក្តៅនៅពេលដែល motor យើងឆាប់ក្តៅគឺប្រភេទ motor ដែល brand Mitsubishi ភាគច្រើនគឺវាមាន temperature protect នៅពេលដែលដុំវាឡើងក្តៅខ្លាំងគឺវាផ្ដាច់អូតូហ្មងដើម្បីការពារកុំឲ្យឆេះរបុំ motor ប៉ុន្តែសម្រាប់ motor មួយនេះខ្ញុំបាន check មើលកង់ដង់ហើយគឺវាអត់មានជាបញ្ហាអីទេកង់ដង់វានៅល្អចឹងសម្រាប់ក្នុងការវាស់កង់ដង់គឺយើងកាច់ក្លីបមកក្លីបដែលមាន tray 2ហើយបន្ទាប់មកយើងមើលតម្លៃនៅលើកង់ដង់ថាតម្លៃវាប្រមាណហើយយើងវាស់ប្រៀបផ្ទឹមជាមួយនឹងតម្លៃដែលយើងវាស់ជាក់ស្ដែងជាងតម្លៃជាក់ស្ដែងវា 15.5 ប៉ុន្តែនៅលើហ្នឹងនៅលើកង់ដង់របស់យើងគេដាក់ 16 អញ្ចឹងមានន័យថាវាលំអៀងតិចតួចយើងប្រើបានសម្រាប់កង់ដង់ហ្នឹងគុណភាពវានៅល្អ
បន្ទាប់ពីយើងឆែកអស់ពេលយ៉ាងយូរយើងក៏បានដឹងថា motor ជ្រុញទឹកហ្នឹងវាមានបញ្ហាខូចបតដោយសារនៅពេលដែលយើងដោតភ្លើងចូលគឺបតរបស់វាវាវាយរលែប៉ុន្តែវាអត់ឲ្យភ្លើងទៅអញ្ចឹងយើងគុំគិតយូរដោយសារបតហ្នឹងពិបាករកអញ្ចឹងយើងធ្វើការកែវាហើយយើងផ្ដាច់បតចោលហើយយើងភ្ជាប់អាឡែសម្ពាធហ្នឹងភ្ជាប់ជាមួយ direct ជាមួយនឹង motor តែម្ដងប៉ុន្តែដោយសារខ្សែវាតូចអញ្ចឹងខ្ញុំក៏បានធ្វើការផ្សារផ្លាស់ប្ដូរខ្សែដើម្បីកុំឲ្យវាមានបញ្ហាលួយព្រោះដោយសារយើងប្រើយូរខ្សែតូចវាអាចក្តៅឆាប់ឆេះអញ្ចឹងខ្ញុំដូរខ្សែដាក់រៀងធំបន្តិចហើយយើងផ្សារភ្ជាប់ជាមួយនឹងអាឡែសម្ពាធរបស់យើងហើយភ្ជាប់ connect ជាមួយនឹង motor តែម្ដងវាមានបញ្ហាបតដល់ពេលអញ្ចឹងយើងកែដាក់ប៉ោលឥឡូវយើងបើកតែមជាចុងចុះគឺសម្រាប់តែគឺជោគជ័យគឺដំណើរការធម្មតា